សេតវិមានប្រកាសថាលោកដូណាល់ត្រាំនឹងបំពេញទស្សនកិច្ចនៅប្រទេសចិននាចុងខែមីនានេះទីក្រុងវ៉ាស៊ីនតោនលោកដូណាល់ត្រាំនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី13ខែមីនារហូតដល់ថ្ងៃទី2ខែមេសាឆ្នាំ2026នេះបើយោងតាមការប្រកាសរបស់សេតវិមានការកំណត់កាលបរិច្ឆេទទស្សនកិច្ចនេះចំពេលដែលប្រធានាធិបតីចិនលោកស៊ីជីនពីងចាត់ទុកថាប្រទេសទាំងពីរមានទំនាក់ទំនងល្អនឹងគ្នាលោកដូណាល់ត្រាំចាត់ទុកគម្រោងទស្សនកិច្ចលើកនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយការប្រកាសអំពីគម្រោងទស្សនកិច្ចនេះកើតឡើងតែបន្តិចប៉ុណ្ណោះមុនពេលតុលាការកំពូលអាមេរិកសម្រេចទុកជាមុខៈនៅការដំឡើងពន្ធរបស់លោកដូណាល់ត្រាំទៅលើប្រទេសនានាទូទាំងសកលលោកការដំឡើងពន្ធជាតាក់ទិចរបស់លោកដូណាល់ត្រាំដើម្បីបញ្ជ្រាបឥទ្ធិពលទៅលើប្រទេសដទៃឲ្យគ្រប់គ្រងគោលនយោបាយរបស់លោកបញ្ហាពន្ធគយទំនងជារបៀបវារៈសំខាន់នៅក្នុងគម្រោងទស្សនកិច្ចលើកនេះប្រទេសចិនក៏ត្រៀមចាត់វិធានការឆ្លើយតបវិញចំពោះការគម្រាមកំហែងដំឡើងពន្ធគយផងដែរក្នុងនោះចិនអាចឈប់ទិញសណ្តែកសៀងដែលជាទំនិញដឹកទៅលក់នៅចិនច្រើនបំផុតមិនមែនតែលោកដូណាល់ត្រាំម្នាក់ទេដែលបំពេញទស្សនកិច្ចនៅចិនត្រឹមតែប៉ុន្មានខែចុងក្រោយនេះចិនទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រចាំប្រទេសជាច្រើនក្នុងនោះក៏មាននាយករដ្ឋមន្ត្រីកាណាដាផងដែរកាណាដាទើបតែចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិននិងអនុញ្ញាតឲ្យនាំចូលរថយន្តអគ្គិសនីរបស់ចិនដូចដើមឡើងវិញប្រទេសចិនកំពុងត្រូវប៉ាន់ឡានអគ្គិសនីសម្បើមណាស់ព្រោះប្រទេសចិនបានវិនិយោគយ៉ាងច្រើនសម្បើមទៅលើបច្ចេកវិទ្យាទំនើបនិងថាមពលកកើតឡើងវិញការធ្វើដំណើររបស់លោកដូណាល់ត្រាំទៅប្រទេសចិនលើកនេះជាទស្សនកិច្ចលើកដំបូងចាប់តាំងពីក្រោយជំងឺ Covid-19 បាទបងប្អូនទាំងអស់គ្នាព័ត៌មានដែលបានរៀបរាប់ខាងលើនេះគឺពាក់ព័ន្ធទៅនឹងប្រទេសអាមេរិកជាមួយនឹងចិនដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំនឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិននាខែមីនានេះហើយអញ្ចឹងយើងរងចាំតាមដានមើលដំណើរទស្សនកិច្ចនេះតើវានឹងប្រព្រឹត្តទៅយ៉ាងណាដែរហើយសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទេសនានិងស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយពុកម៉ែបងប្អូនទាំងអស់គ្នាសុខទុក្ខយ៉ាងណាដែរសម្រាប់ខ្ញុំគឺសុខទុក្ខធម្មតាទេហើយសូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទទួលបាននៅសុខភាពល្អរកស៊ីមានបានមានសុភមង្គលនៅក្នុងគ្រួសារជាឆ្ងាយពីជំងឺដ៏កាចសាហាវនានាអញ្ចឹងព័ត៌មានយើងក៏បានឈានមកដល់ទីបញ្ចប់ហើយដែរសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទេសនានិងស្ដាប់វីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ប្រសិនបើពុកម៉ែបងប្អូនពេញចិត្តនៅវីដេអូដែលខ្ញុំបានផលិតដើម្បីគាំទ្រដល់ខ្ញុំពុកម៉ែបងប្អូនគ្រាន់តែជួយចុច Subscribe និងចុច Like មួយទៅដើម្បីជាកម្លាំងចិត្តដល់ខ្ញុំក្នុងការផលិតវីដេអូដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយ